លោកគ្រូគូនមកហើយនេះជាអ្នកបន្តវិញទៅគូគូនមែនទេសំជិកកំពូលអ្នកគុណសម័យនេះពិតមែនដងពេញនេះទាំងមុនជាង100គីឡូឯណោះបាទអញ្ចឹងកុំទៅជិបដេបដែរហើយនេះគឺជាពេញនេះឃីវគេដូនតារបស់តកូគូនជាងទាំងមុនដល់ទៅប្រាប់388គីឡូឯណោះនៅថ្ងៃនេះយើងនឹងកំចាត់វាឲ្យលោកចែកជាមិនខាតទុកជាការសងគុណនេះទៅចុះអាពូណាឯងមករងប់ឲ្យខ្លួនឯងទៅចង់ឲ្យជើងចេញដៃឬមកក៏ចេញជើងសេធីនពួកយើងឆាប់រត់ភ្លាមទៅនាំតែហត់ទេពួកជើងអង្គុយសម្រាប់នៅកន្លែងនេះសិនទៅណាអាពូនឯងប្រហឹងគ្រាន់បើដឹងទេថាក្នុងពេលមួយខែនេះជើងដើរវាកំតិចអប់ភ្នំ3 6ប៉12កន្លែងមិនដែលចាញ់ស៊ូ3ម្ដងឡើយសមត្ថភាពមិនអន់ទេអាចធ្វើជាកូនចៅដាំបាយក្រោមមកកប់ជើងបានមើលចង្រៃនេះត្រូវតែងាប់អាចោមកសៀតជើងឃើញភ្លើងកំហឹងនៅលើមុខអ្នកគុណជុំហើយឯនឹងត្រូវគាត់ចិញ្ច្រាំជីកង់ជាមិនខានទេលោកគ្រូគុណសូមលោកយកលំពេញរបស់លោកអាមណានេះប្រហែលណាសូមលោកគ្រូកាត់វាមួយលំពេញឲ្យងាប់ទៅធ្វើស្ដាយលំពេញនេះគឺរបស់ជើងនៅថ្ងៃនេះមកកាត់ក្បាលមនុស្សគ្មានគេឈ្មោះដូចឯងពួកអញសមោរឿងនៃជីវិតពិតមែនចាំជើងចាស់ស្រាមកកៅទៀតសិនចាំជើងទុកក្បាលឲ្យឯងកាប់យករូបថតជើងចេញទៅប្រហែលណាឯងពិតជាប្រហែលណាអូយមើលចាស់ដុំពេញនេះគឺទៅចាក់ដូចជាតកកុំតិចឲ្យខ្ទេចទៅសេធាននេះមិនអាចទៅរួចទេមិនអាចទៅរួចទេកំពូលអ្នកគុណតកគុណមានសមត្ថភាពតែប៉ុណ្ណឹងទេសមានឯងប្រកែកដល់ថ្នាក់ណាមនុស្សស្មាត់ថាវាដល់លោកគ្រូគួនងុយដេកដល់ថ្នាក់នឹងសោះលោកគ្រូគួនឆាប់ក្រោកបញ្ចេញសិនអីសម្រាប់វាចោលទៅត្រឡប់ទៅប្រាប់តកគួនអញរកអ្នកថ្មីមកយីម្នាក់នេះកំឡុងខ្លាំងពេកហើយមែនហើយលោកគ្រូគួនសូមលោកបញ្ចេញស្នាដៃទៅកំពូអ្នកគុណស្លាប់ហើយហាម៉េចគេគ្រាន់តែប្រើសារ៉ាកំហុសមុនដំណក់គឺឯងសម្រាប់អ្នកគុណនឹងជុំបានហើយសមត្ថភាពគួរឲ្យខ្លាចពិតមែនអ្នកប្រជ័យថ្ងៃនេះគឺច្បាស់ជាវិនិច្ឆ័យហើយឯងគិតសំទុនដល់ពេលណាដែរសុំទោះយើងទទួលស្គាល់ថាជើងមើលស្រាឯងទោះបីជាក្បាច់ខ្លួនឯងខ្លាំងប៉ុណ្ណាក៏នៅតែជាសាច់ឈាមធម្មតានៅចំពោះមុខគ្រាប់កាប់ភ្លើងឯងទុកមកជាប់នោះទេល្មងឡងឆាប់ឡើងមកឲ្យតែបងចេញមកគឺរួចរាល់បាត់ហើយអំបញ្ញមាញ់នេះខ្ញុំបាទឃើញគឺសម្រាប់កម្ពុជាអ្នកគុណជំនាញសមត្ថភាពរបស់គេគ្រាន់បើប៉ុន្តែមិនឯនោះទីមិនអាចទប់ជាមួយនឹងគ្រាប់កាប់ភ្លើងរបស់ខ្ញុំបាននោះទេណាទុកចិត្តលើកាប់ភ្លើងខ្ញុំទៅស្លាប់ទៅមែនទេមិនឯនោះទីឯងចង់យករបស់ក្មេងលេងនឹងមកទប់ទល់ជាមួយជើងរបស់ក្មេងលេងឯងជឿថារបស់ក្មេងលេងមួយនេះមិនទៅទៀតនឹងបាញ់ទៅលុះខ្លួនប្រានឯងឲ្យស្លីតដែរទេបងឡងសម្រាប់វាចោលទៅខ្ញុំនឹងនេបជុកទ្របសម្បត្តិតកោជេឲ្យខាន់តែបានដល់ពេលនោះទ្របសម្បត្តិតកោជេនឹងចែកគ្នាអាពូនបើឯងមិនចង់ធ្វើអ្នកប្រោះចៅខាងនោះទេឯងលើស្និតគុណរបស់ឯងមកនេះធ្វើជាគុណចៅជើងបានយើងច្បាច់ជាលើកដំកាន់ឯងចែកជាមិនខានទេក្នុងពេលដែរឯងហ៊ានប៉ះពាល់អ្នកប្រោះចៅសំទោសទៅអើយដាក់ដូចសំទោសអានេះជួយធ្វើអីទៀតពួកឯងឆាប់បាត់ទៅមកលបងឡងតាមឯណៃកាឡើងទៅមិនពាក់ព័ន្ធនឹងជើងទេគឺពួកឯងជាអ្នកធ្វើមិនមែននោះទេស្ថានភាពគឺមិនសូវស្រួលទេពួកយើងចាប់រត់ទៅឲ្យលឿនឥឡូវនេះមានចិត្តកងឹតហើយជិតដល់ពេលចេញពីធ្វើការហើយចង់ហៅមកទៀតទេចាប់ឡើងទៅយើងមិនចាំបាច់ហើយណាទេយើងទៅទូស្គាល់ថៃខ្លាំងមែនមិនខ្លាចគ្រាប់កាំភ្លើងហើយថាឯងមិនខ្លាចគ្រាប់បាយទេមែនទេឯងខ្លាំងណាស់ទៅលោកជង្គង់ជួយសប្បាយជាងឥឡូវនេះទៅបើមិនចឹងទេយើងនឹងចុចបំផ្ទុះទៅឋាននរកជាមួយគ្នាហើយដឹងទេឆាប់លុតជង្គង់ចោះភ្លាមទៅឯងចង់ធ្វើថយក្រោយទៅឲ្យឆាប់ឡើងជឿទៀតថាជើងនឹងបំផ្ទុះវាឥឡូវនេះ
ណាអើយក្របបែកដៃជូតស្បែកជើងទៅឋានលឺលេងក្បាច់ហ្នឹងលោកម្ចាស់ខ្ញុំដឹងខុសហើយមេត្តាលើកលែងជីវិតដាក់ខ្ញុំផងទៅបើចង់រស់ក៏បានក្នុងអាជីពខ្ញុំគឺមានច្បាប់មួយជីវិតមួយគឺសុទ្ធតែមានតម្លៃកាត់ថ្លៃមកបាទលោកម្ចាស់កិច្ចសន្យាដែលធ្លាប់ព្រមព្រៀងគ្នាជាមួយនឹងតកោជេពីមុនខ្ញុំព្រមចុះហត្ថលេខាចុះខ្ញុំចុះឥឡូវនេះខ្ញុំគឺមករងមួយនេះគឺតកោទៅមិនព្រមចំណាយមករៀងនោះទេខ្ញុំមិនទិញជីវិតជ័យហ្វុងឯងមួយល្មមហើយមុននេះបើចឹងមិនបានដកគ្រាប់បែកដៃពីឯងទេគឺស្មើនឹងជួយជីវិតឯងមួយហើយរឿងនេះខ្ញុំសមាជិកបន្ថែមប្រាក់ពីនឹងជួយចំនួន5លានទៀតចុះ10លានយើងចង់បានទ្រព្យសម្បត្តិពាក់កណ្ដាលរបស់តកោចឹងមិនបានទេលោកម្ចាស់បើសិនជាប៉ារបស់ខ្ញុំដឹងខ្ញុំមកជាស្លាប់ជាមិនខានទេប្រាប់លេខគោលសម្ងាត់ធនាគារស្វីសរបស់តកោចឹងមកលោកម្ចាស់ខ្ញុំមិនអាចប្រាប់បានទេទោះបីជាខ្ញុំប្រាប់លោកក៏ដោយមានតែពួកខ្ញុំទេបាច់បានមិនចឹងលោកដោះលក្ខខណ្ឌនេះជាមួយនឹងគាត់ទៅអូយដោះនោះ5327មិនមែនទេលោកម្ចាស់ត្រូវតែមានប៉ាខ្ញុំទៅជាមួយទើបបានណាអូយលេខគោលសម្ងាត់ពាក់កណ្ដាលរបស់ធនាគារស្វីស5327អរគុណអ្នកប្រជ័យសម្រាប់ប្រាក់វិនិយោគ 1.5 លានមិនមែនទេលោកម្ចាស់លោកកំលីសាច់ជាមួយខ្ញុំអីណានោះគឺជាធនាគារស្វីសណាអ្នកប្រាក់ចំនួន 1.5 លានត្រូវបានទេមិនអាចទៅរួចទេហេតុអីទៅជាបែបនេះទោះជាកម្ពុជាអ្នកហេតុខ្លាំងបំផុតនៃលោកក៏មិនអាចប្រើលេខកូដពាក់កណ្ដាលផ្ទេបានដែរប្រធានស៊ូលោកជាដល់ថ្នាក់នេះលោកផ្ទេបានទាំងស្រុងចង់មិនកាត់ទៅប្រាក់ក៏បានហើយការដោះដូរក៏បានមកចប់លោកម្ចាស់ខ្ញុំសូមបយសំពាក់លោកអ្នកជួយវាយលុយឲ្យខ្ញុំវិញមកបើមិនចឹងទីប៉ាខ្ញុំនឹងសម្រាប់ខ្ញុំហើយបងថ្លៃទៅផ្ទះវិញចប់ហើយចប់គ្រប់យ៉ាងលោកប៉ាអារីឆានឯងពីលុយទៅណាអស់ហើយបើមិនវាក្បាលមកវិញទេយើងនឹងកាត់កាល់ឲ្យចោលហើយបងថ្លៃខ្ញុំហត់ណាស់ជួយមកច្បាច់ស្មារតីខ្ញុំបន្តិចបានទេច្បាច់មិនអន់ទេគ្រាន់តែខ្សែកម្លាំងបន្តិចច្បាច់ឲ្យប៉ុណ្ណឹងគ្រាន់បើហើយនៅចេះរើច្រើនទៀតអញកាត់អីហ្នឹងប្រហែលជារបួសកន្លែងនេះអញឆាប់ដល់អញចេញមកចាំខ្ញុំជួយមើលមកពីអំបញ្ញមិញអញជួយខ្ញុំទៅខ្ញុំចង់តាមស្នងសងគុណណាមិនមែនគ្រាន់តែនិយាយសងគុណតែមកទេចុះអញចាំបានអីទៀតបងថ្លៃបងប្រុសសៀវកំពុងធ្វើអីហ្នឹងគេថាមិញនេះភ្នែកបងធ្លាចូលទៅឲ្យគេជួយផ្លុំអញតែមែនទេបងថ្លៃគេនិយាយថាចង់ធ្វើរឿងអ្នកពូជើងចូលចិត្តនោះអីនិយាយការពិតទេគឺថាក្រុមហ៊ុនមានការប្រញាប់ខ្ញុំសុំតែមុនហើយម៉ាក់ចង់ឲ្យបងថ្លៃនិងបងប្រុសសៀវយកកូនតែបងប្រុសសៀវលក្ខណៈល្អពេកច្បាស់ជាមានស្រីខូចចិត្តច្រើនខ្ញុំត្រូវលោបស្ទង់ចិត្តស្មោះរបស់គាត់ជួបបងថ្លៃប៉ាគឺមកពីស៊ីធានផែនការរបស់ខ្ញុំត្រូវគេបំផ្លាញខ្ទេចអស់ហើយសូម្បីតែលុយរបស់យើងក៏ត្រូវគេប្លន់ជោគទៅដែរគ្មានបានការណាលឺបានដឹងរឿងនេះហើយពួកគេនឹងអស់ភាពអត់ធ្មត់ជាមួយយើងហើយចុះឥឡូវយើងគឺធ្វើយ៉ាងម៉េចទៅសំណាងហើយដែលយើងមានឱកាសចុងក្រោយមនុស្សដែលយើងបង្កប់ខ្លួននៅតកូជេរកឃើញមួយផ្គត់ផ្គង់វត្ថុធាតុដើមរួចរាល់ហើយខាងនោះជួយព្រមសហការជាមួយនឹងពួកយើងហើយផ្នែកការផ្គត់ផ្គង់វត្ថុធាតុដើមជាមួយនឹងឈិញជាចាំមើលពេលដែលឈិញជាផ្អាកផលិតផលនោះហើយអបសានរបស់ក្រុមហ៊ុនគេប្រកាសជាខ្សែធនជាមិនខានឡនណាប៉ាហើយចុះខ្ញុំធ្វើយ៉ាងម៉េចទៅហើយឈិញជាបាត់ខ្លួនទៀតជាវិធីមានសុវត្ថិភាពបំផុតលើកនេះបាទនឹងប្រគល់កម្លាំងការពារទាំងអស់នៅក្នុងផ្ទះឲ្យទៅឯងត្រូវតែសម្រាប់ឈិញជានិងអាស៊ុធានឲ្យបាត់ដឹងទេបាទកំរំអីលើនេះខ្ញុំមិនអាចខុសបច្ចេកទេសនោះទេណែភ្លក់ឆាគ្រឿងក្នុងជាមខ្ញុំលើមើលទៅគឺបងប្រុសសៀវការពារពួកយើងត្រូវញ៉ាំរបស់ល្អៗដើម្បីបំពន់កម្លាំងមិនអីទេខ្ញុំនេះខ្ញុំច្បាស់ជាការពារពួកនាងឲ្យបានល្អបងប្រុសសៀវនឹងក៏បំពន់ដែរខ្ញុំគឺខ្ញុំគិតថាបងប្រុសសៀវការពារពួកយើងរាល់ថ្ងៃនៅហត់ពេកបានហើយខ្ញុំញ៉ាំឆាត់ហើយទៅងូតទឹកសិនខ្ញុំក៏ទៅដែរខ្ញុំថាខ្ញុំមិនមែនងូតទឹកទេខ្ញុំចង់ទៅសម្រាប់ក្នុងបន្ទប់បន្តិចសិនខ្ញុំក៏ចង់ទៅសម្រាប់ដែរឈិញយីតើវាយ៉ាងម៉េចទៅនៅទេម៉ាក់ហាបញ្ញាប់ឲ្យដៃឲ្យជើងបន្តិចទៅម៉ាក់មើលទៅក្មេងស្រីអ៊ីនោះដូចជាមិនសូវស្រួលទេមិនមែនត្រឹមតែមិនស្រួលធម្មតាទេណែ
គេទៅងូតទឹកហើយនេះជាឱកាសល្អបំផុតឈិញយីឬមួយកូនទៅមុន ល្អចាំខ្ញុំប្រមូលចានឆ្នាំងសិនចាំទៅ មានម៉ាក់នៅទីនេះហើយរឿងយកកូនជារឿងសំខាន់បំផុតឆាប់ទៅឆាប់ឡើងឆាប់ទៅឲ្យលឿនឡើងទៅ យ៉ាងម៉េចរងចាំដល់ថ្នាក់ហ្នឹង ឆាគ្រឿងក្នុងជៀមច្រើនណាស់មិនមែនឲ្យលោកញ៉ាំតែទេខ្ញុំចង់មកសប្បាយឲ្យពេញទំហឹង ខ្ញុំនឹងបំពេញបំណងនេះ មានមនុស្សមកហើយ ស៊ឺខ្ញុំងុយទឹកមិនទាន់ហើយទេនាងចាំមកធ្វើទៅ ស៊ីបងប្រុសសៀវខ្ញុំមកជួយដោះខ្លួនឲ្យបង បងប្រុសសៀវបងចង់ធ្វើអីហ្នឹង ចង់ធ្វើអីយប់ស្ងាត់លួចចូលបន្ទប់ទឹកមនុស្សប្រុសមិនមែនមកដល់ខ្លួនទេខ្ញុំគួរតែសួរនាងថាចង់ធ្វើអី បងប្រុសសៀវខ្ញុំហើយមានមនុស្សមកហើយបងស្រីអីមិនក៏បងល្អណាស់អញ្ចឹងបាច់ជាពាក់កណ្ដាលយកបងមកដែរនៅបន្ទប់សោះចុះឯងវិញកំប្រាប់ណាស់ថាពិតជាមកដោះក្នុងឲ្យគេមែនខ្ញុំ ខ្ញុំមិនដឹងថាលោកងូតទឹកមិនតាន់រួច នាងតាំងចិត្តមកសោះមិនក៏មិនទទួលស្គាល់អញ្ចឹង ខ្ញុំស្មានតែលោកងូតទឹករួចហើយ នៅក្នុងខ្ញុំមានមនុស្សស្រីដល់ទៅ4នាក់មិនក៏នាងរៀបចំបន្ទប់ទឹករបស់ខ្ញុំអញ្ចឹង លោកចង់ធ្វើអីហ្នឹង ដាច់ទឹកជាតិពុលជ្រាបចូលក្នុងស្បែកមើលទៅត្រូវតែជួយនាងឲ្យទៅបាន លោកចង់ធ្វើអីហ្នឹង នេះគឺជាទឹកអមរតដែលខ្ញុំសុំឲ្យនាង កុំអី ជួយឲ្យស្បែកស្អាតបន្សាបជាតិពុលឬសរសៃឈាមអាចបន្សាបជាតិពុលស្រុកខាងលិចនាងបានក ុំប៉ះខ្ញុំកុំអីឆាប់ភ្លាមសេធានឆាប់ភ្លាមកុំអីគង់តែគ្មានលៀបសំណាងទេថ្ងៃស្លាប់ចិត្តមកដល់ហើយនៅចាំបង្ការរឿងដដែលមែនទេជួយខ្ញុំបន្តិចមកថ្ងៃស្អែកចាប់ផ្ដើមអនុវត្តផែនការបោះបាញ់បានធម្មតាលោកម្ចាស់តកូចៅបានសកាយជាមួយនឹងមួយគ្រប់គ្រងប្រេងឥន្ធនៈធម្មពលថ្មីរបស់ក្រុមហ៊ុន JC ដើម្បីកាត់ផ្តាច់ការគ្រប់គ្រងវត្ថុធាតុដើមធ្វើបែបនេះក្រុមហ៊ុន JC ច្បាស់ជាត្រូវសងប្រាក់ពិន័យយ៉ាងច្រើនសន្ធឹកសន្ធាប់តកូចៅប្រើល្បិចកូនថោកទីបែបនេះរបស់មួយនោះច្បាស់ជាមិនពាក់ព័ន្ធនឹងការស្លាប់បងទី2ទេស្រីម្នាក់នេះច្បាស់ជាឈឺក្បាលមិនខានទេម្ចាស់ទៅតកូចៅហាក់បីដូចជាចង់ចាត់ការអ្នកនាងលីនណាស់ ល្អណាស់ខ្ញុំដឹងហើយក្រុមហ៊ុនមានការបញ្ញាប់ខ្ញុំត្រូវទៅមួយផ្លែត ខ្ញុំកំណត់នាងទៅ តើលោកចង់ធ្វើអី ស្អីគឺថាខ្ញុំចង់ធ្វើនោះខ្ញុំចង់គឺការពីនាងណា ឋានៈជាអង្គរៈការចរិតរុកចិត្តចំណៃចាក់ចេញពីត្រង់ហើយ ការប្រជុំឯនេះមិនទាន់ឲ្យចាត់ឯនទេពួកយើងអាចបន្តនៅពេលនេះបានមិនចាំបាច់លោកមើលខ្ញុំទេ អ្នកណាលបមើលលោកស្មៃម្នាក់ឯងការប្រជុំមានដល់ថ្នាក់នឹងហើយនៅតែទ្រាំបានទៀតមានចិត្តខូចតែគ្មានចិត្តក្លាហានលោកធ្វើអីហ្នឹង ចង់បាននេះថាម៉េច អត់មានអីទេលោកចង់ធ្វើអី
ឆាប់ចេញទៅនេះនៅលើផ្លូវធំនៅឡើយទេណា មានគេចង់សម្លាប់ពួកយើង ចាឈីតើពួកគេចង់ធ្វើអីហ្នឹង គេមកសម្លាប់ពួកយើង ហេតុអីពួកគេហ៊ានធ្វើរឿងផ្អាកគេផ្អាកឯងដល់ថ្នាក់ហ្នឹង នៅឲ្យស្ងៀមអ្នកប្រុសអ្នកខាងមុននោះហើយអ្នកខាងមុននោះគឺជាអាស៊ីវធានហើយ ឬមួយពួកយើងចាប់តែចាស់ជាមួយពួកគេទេ នេះគឺថាលីបាយលុកបាយឡមែនទេជុតបាត់ លោកចង់ធ្វើអីហ្នឹង នៅស្ងៀមនេះជាគ្រាប់បែករាវកុំរំអីអត់ធ្លាក់ដល់ដីខ្ញុំចាប់បានគួរឲ្យចាប់រំការប្រមុនច្បាន់លេខ3ក្នុងការប៉ណ្ណឹងឡាន ចង្អែជួណាមកជាផ្លូវលើពឿនលឿនជាងសៀនោះគឺជាផ្លូវតច្រកគេមិនអាចគេត្រាបាត់ទេផ្លូវជាងសៀទុកខ្ញុំចាត់ចែងចុះ មើលខាងមុខចិត្តធ្លាក់លើហើយ មេជួយជើងហើយរឿងនេះមិនត្រឹមតែចាប់គេបាននោះទេថែមទាំងអាចចាប់បានស្រីចង្រៃម្នាក់នោះថែមទៀតចំណេញធំហើយ ចិត្តធ្លាក់ចោលទៅហើយ នៅឲ្យស្ងៀមអាចគេមិនឈប់ឡាននៅបន្ថែមលឿនទៀតឬមួយក៏ពួកវាចង់ធ្វើអន្តេឃាត